ចាជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់របស់អានទាំងអស់គ្នាចាមួយរយៈធំនេះខ្ញុំមានបញ្ហាច្រើននៅក្នុងជីវិតខ្ញុំអត់ដែលបានផុសវីដេអូផុសអីទេហើយក៏ពិបាកនៅក្នុងការរកលុយចិញ្ចឹមកូនចំកូន2នាក់ម្នាក់ឯងកូនធ្វើប្រឡងថ្នាក់ទី12ទៀតធ្វើការចំណាយលុយច្រើនកូនពៅរៀននៅសាលាឯកជនធ្វើការចំណាយលុយខ្លាំងមែនតើខ្ញុំនិយាយនេះមិនមែនត្អូញត្អែទេបងប្អូនប៉ុន្តែពេលខ្លះយើងអត់មានអ្នកនិយាយអ្នកពិភាក្សាពេលខ្លះចង់និយាយឲ្យវាធូរទ្រូងវាពិបាកធ្វើជាមនុស្សរឹងមាំយើងព្យាយាមរឹងមាំហើយប៉ុន្តែពេលខ្លះវាទន់ជ្រាយដែរពិបាកចិត្តជាងគេរឿងកូនចាកូនគាត់រៀនសូត្របានដិតដល់រៀនសូត្របានចប់មិនចាំឲ្យកូនរៀនពាក់កណ្ដាលទីត្រូវមកជួយធ្វើការម្ដាយដើម្បីជីវភាពអត់ចង់ប៉ុន្តែជាយាមទៅមុខលែងសំរួចក៏បួលកូនពៅថាអូនអើយម៉ាក់អត់មានលុយទេកូនថតវីដេអូមួយម៉ាក់អីកូនពៅខ្ញុំចង់ថតប៉ុន្តែខ្ញុំអត់មានទូរស័ព្ទថតទេបងប្អូនទូរស័ព្ទដែលខ្ញុំកំពុងថតនេះវា Oppo A9 2019 2020នេះមកដល់ឥឡូវនេះវាចូលជាង5ឆ្នាំអូ6ឆ្នាំបើកូនពៅខ្ញុំ5ឆ្នាំព្រោះខ្ញុំមានបងអូនខ្ញុំឲ្យទូរស័ព្ទហ្នឹងតាំងពីកូននៅក្នុងពោះចូលចិត្ត6ឆ្នាំនឹងវាចេញ2019ចឹងយើងថតទៅវីដេអូរបស់យើងក៏អត់មានគេថាអត់មានគុណភាពទី1អត់ច្បាស់ទី2អាការ zoom របស់វីដេអូដែលយើងថតហ្នឹងវាអត់បានស្អាត color ក៏វាអត់ស្អាតនិយាយទៅវាខ្វះខាតខ្លាំងមែនតើហើយ YouTube របស់នេះខ្ញុំអាចរកលុយបានគ្រាន់ថាវីដេអូយើងអត់មានគុណភាពផុសទៅវាមិនដឹងថាផុសវីដេអូវាមិនព្រោះវីដេអូយើងវាអត់មានគុណភាពមិនដឹងថាថត content បែបណាដែលយើងឲ្យមានអារម្មណ៍ថាមើលទៅគេតាក់ទាញដោយសារតែទូរស័ព្ទរបស់យើងវាខ្សោយពេកវាអន់ពេកថតអត់ច្បាស់ចឹងណាពេលចឹងក៏មានការពិបាកប៉ុន្តែនៅតែព្យាយាមនៅតែតស៊ូហើយកូនពៅខ្ញុំគាត់ឆ្លាតបងប្អូនគាត់មានវីដេអូគាត់និយាយច្រើនប៉ុន្តែនិយាយពេលខ្លះទៅវាពាក់ព័ន្ធនឹងរឿងប៉ារបស់គាត់ទៅខ្ញុំអត់ចង់ផុសហើយគាត់ដូចថាមានដងឲ្យតែខ្ញុំចាប់ដើមថតវីដេអូអីក៏ដោយគឺគាត់មកចេញមកគឺគាត់ជម្រាបសួរពុកម៉ែបងប្អូនហ្នឹងចាចឹងកូនពៅខ្ញុំគាត់ឆ្លាតប៉ុន្តែគាត់ថាពេលខ្លះយើងមិនមែនខ្ជិលអ្នកណាថាអ្នកគ្រាន់ខ្ជិលអត់ទេដូចនឹងខ្ញុំអាសាហួសហេតុរកតែពេលសម្រាប់ខ្លួនឯងអត់បានប៉ុន្តែឥឡូវនេះវាតល់ផងថាយើងចង់រកអីផ្សេងទៀតវាអត់បានវាមានចំណូលតែមួយច្រកប៉ុន្តែយើងចំណាយច្រើនច្រកពីមុនយើងបានពីការលក់ផ្កាពីការកាត់ដេរកាត់អីចឹងណាតែឥឡូវអត់ទេនាងខ្ញុំគឺអត់ខ្ជិលទេនាងខ្ញុំចូលចិត្តរកលុយប៉ុន្តែឥឡូវនេះវាលក្ខណៈថាតល់ចង់មានដើមទុនតិចតួចទិញទូរស័ព្ទល្អមួយទិញ Samsung ឆ្លាញ់ Samsung ចង់ទិញ Samsung ស៊េរីS 23 24 25ឲ្យតាមលទ្ធភាពមកទឹកក៏បានដែរឆ្លាញ់ Samsung ថងថាថត zoom បានស្អាតខ្ញុំឆ្លាញ់ Samsung ខ្ញុំជិះប្រើ Samsung ប្រើនេះក៏ប្រើមានប្រើ Samsung មួយតែសិតតែស៊េរីចាស់ដែលថាថតអត់កើតចាស់អស់ហើយសិតរាប់សិបឆ្នាំតាំងពីណាមកគឺ Samsung ចាំងពី Samsung ចេញមកគឺប្រើ Samsung រហូតមកទិញខ្លួនឯងចាចូលចិត្ត Android អាហ្នឹងទី1ហ្នឹងចង់បានទូរស័ព្ទ Series S Samsung S 23 24 25ថ្មីក៏បានមកទឹកក៏បានយកមកថតវីដេអូនៅក្នុង YouTube ទី2ចង់បានដើមទុននឹងធ្វើ4-500យកអីបានយកមកលក់តាមអនឡាញយើងធ្វើការផងយើងឆ្លៀតផុសលក់ផង
នាងខ្ញុំចូលចិត្តអញ្ចឹងអត់ចូលចិត្តទំនេរទេប៉ុន្តែវគ្គនេះដូចថាបងប្អូនដឹងស្រាប់ហើយតអ្នកមានហ្នឹងឥឡូវហ្នឹងក៏គាត់កាត់បន្ថយនៅក្នុងការចំណាយដែរគឺដោយសារសេដ្ឋកិច្ចវាធ្លាក់ចុះខ្លាំងពេកចាដល់ពេលអញ្ចឹងនេះខ្ញុំនេះចង់រកអីផ្សេងការងាររបស់ខ្ញុំក៏វាអត់បានចំណូលវាតិចតួចខ្លាំងមែនតើដល់ពេលអញ្ចឹងយើងរកតែលុយសងគេឥឡូវហ្នឹងវាអាចខ្ចីលុយគេចាយអញ្ចឹងវានៅជាពាក់គេចង់តែរើលុយសងគេឲ្យរួចហ្នឹងវារួចទៀតនៅជាពាក់សរុបទៅ$2000ទាំងថ្លៃធ្វើផ្ទះបងប្អូនសងគេអស់ហើយវានៅ$2000ប៉ុន្តែ$2000ហ្នឹងរកច្រកចេញអត់ឃើញទេបងប្អូនពេលខ្លះដែលយើងតល់ហ្នឹងរកច្រកចេញអត់ឃើញហើយអានេះនាងខ្ញុំគ្រាន់តែនិយាយពីថានាងខ្ញុំឥឡូវគឺវាដល់វគ្គហ្នឹងទី1តដោយសារការងាររបស់យើងគឺ40%ចាដល់ពេលអត់មានបងប្អូនដែលគាត់ចំណាយលុយគឺយើងវាអត់បានចំណូលដែរទី2កូនរៀនត្រូវការចំណាយច្រើនកូនរៀនថ្នាក់ទី12ត្រូវការចំណាយច្រើនទៅលើការសិក្សាបងប្អូនដឹងស្រាប់ហើយគួរផងអីផងអញ្ចឹងហើយទី3យើងចំណាយអាទី2ហ្នឹងកូនពៅគាត់រៀនផងអញ្ចឹងយើងកូនពីរយើងចិញ្ចឹមអ្នកឯងវារៀនពិបាកទី3ថ្លៃផ្ទះជួលថ្លៃហូបចុកដូចនិយាយអញ្ចឹងយើងមានចំណូលយើងមានតែមួយច្រកអញ្ចឹងយើងទៅមុខពិបាកក្នុងការរើបំរាស់ចេញពីបំណុលណាអញ្ចឹងវីដេអូនេះគ្រាន់តែចង់ផ្ដាំទៅបងប្អូនឬក៏ក្មេងៗបើសិនជាបងប្អូនអាចជៀសវាងបំណុលបានជីវិតដែលល្អបំផុតគឺជីវិតមិនជាពាក់បំណុលទេបើបងប្អូនជៀសវាងពីបំណុលបានបងប្អូនជៀសនាងខ្ញុំព្យាយាមបងប្អូនដូចទូរស័ព្ទសុខចិត្តប្រើទូរស័ព្ទសេរីចាស់សិតតែទូរស័ព្ទគេឲ្យអត់មានទូរស័ព្ទខ្លួនឯងទូរស័ព្ទគេឲ្យបានតែធ្វើមកនិយាយបានតែធ្វើមកមើលលេង Facebook លេងអីហ្នឹងអាហ្នឹងលេងបានគាត់ថាឲ្យថតធ្វើវីដេអូធ្វើ content ធ្វើអីហើយនេះខ្ញុំចេះធ្វើ YouTube ចេះអីប៉ុន្តែដល់ពេលយើងអត់មានសម្ភារៈវាពិបាកមែនតើចង់រកចំណូលចេញពី YouTube ក៏អត់មានក៏ធ្វើអត់កើតចង់មានលុយធំថាសងគេអា2000ហ្នឹងរួចហើយចង់មានធំ4-500យកលុយមករកស៊ីចង់លក់អនឡាញតិចតួចពេលម៉ោងទលេពីធ្វើការក៏វាអត់បានពីមុននេះខ្ញុំបានចំណូលពីការធ្វើផ្កាលក់ហើយនឹងកាត់ដេរខោអាវគាត់ថាខោអាវឥឡូវនាងខ្ញុំកាត់ច្រើនក៏វាអត់កើតដែរដោយសារការងារតាំងពីណាពីណីមកការងារផ្កាក៏អោនចឹងរហូតបងប្អូនដល់ពេលអាដេរហ្នឹងក៏អោនចឹងរហូតបងប្អូនខ្ញុំមានបញ្ហាជាប់ឆ្អឹងកពីក្រោយឆ្អឹងកទី3និងទី5ពេលចឹងការងារដែលអោនធ្វើយូរអត់បានទេចឹងហើយបានពេលដែលយើងតល់ខ្លះហើយខ្ញុំឃើញតែថាអ្នកក្មេងៗគាត់អត់ទាន់យល់ពីបទពិសោធន៍ជីវិតគាត់ដើរលេងគាត់ចាយវាយថ្ងៃខ្លះគាត់សុខចិត្តទិញខ្ចីលុយគេទិញបាយហូបចាអ្នកខ្លះទៅគាត់ខ្ចីលុយគេយកទៅប្រើរបស់ brand ប៉ុន្តែគាត់ទៅពាក់គេខ្ញុំឆ្ងល់ថាអ្នកដែលចូលចិត្តប្រើរបស់ brand អ្នកដែលថាមានអារម្មណ៍ថាខ្លួនឯងហៃសូហ្នឹងហើយខ្ចីលុយគេយកមកហៃសូហ្នឹងគាត់មានអារម្មណ៍យ៉ាងម៉េចបើនេះខ្ញុំទៅពាក់គេតែ2000ហ្នឹងនេះខ្ញុំគេអត់លក់ផងអានឹងរឿងថ្លៃផ្ទះនៅថ្លៃលបងផ្សេងទៀតណាបងប្អូនខ្ញុំអត់និយាយទេថ្លៃលបងនៅថ្លៃធ្វើផ្ទះទៅពាក់គេ2000ទៀតច្រកចេញអត់រួចអា2000ហ្នឹងចេញអត់រួចបើចេញរួចពី2000ហ្នឹងហើយគឺសុបាយចិត្តហើយចាប់ដើមសំលុយធ្វើដើមរកស៊ីលក់អនឡាញតិចតួចចង់យកបាត់មកលក់ខ្លួនឯងអញ្ចឹងនេះខ្ញុំអាចមានចំណេះដឹងតិចតួចសម្រាប់ធ្វើការរកស៊ីខ្លួនឯងថាយើងអត់មានដើមទុនសម្រាប់យើងអត់មានដើមទុនទេចឹងគាត់ចង់និយាយថាហើយមួយទៀតការរកស៊ីចូលគ្នាចំណេញតិចតួចក៏វាពិបាកអត់ចំណាយកម្លាំងអត់ប្រយោជន៍វាចំណេញតិចតួចខ្លាំងពេកក៏វាពិបាកអញ្ចឹងថាអូយមួយថ្ងៃនេះរាល់ថ្ងៃគិតរឿងចង់រកស៊ីហ្នឹងឡើងចង់បែកគួរហ
ហើយបងប្អូនខ្លះគាត់ធ្លាប់ស្គាល់ខ្ញុំគាត់ថាចូល YouTube រកលុយបានហើយមិនគុំប្រឹងរោមប្រឹងថតទូរស័ព្ទថតអត់កើតទេថតតិចពេញទូរស័ព្ទវាសេរីចាស់ហើយ6ឆ្នាំលើហើយបងប្អូនអត់មានណាគេប្រើទូរស័ព្ទដូចខ្ញុំទេពេលនេះខ្ញុំយកទូរស័ព្ទទៅជាងនេះខ្ញុំតែសួរជាងថាជាងសម័យឥឡូវមានអ្នកណានៅប្រើទូរស័ព្ទអាសេរីចាស់ចាស់ដូចខ្ញុំអត់ជាងគាត់សោយគាត់ឆ្លើយគាត់សោយប៉ុណ្្នឹងយើងដឹងខ្ញុំអត់ហៃសូអត់អីគេទេអត់ចូលចិត្តមិនថានេះរបស់អ្នកណាក៏ចង់ប្រើដែររបស់ថ្លៃប៉ុន្តែគាត់ថាខ្ញុំតាំងពីក្មេងនាងខ្ញុំអត់ចេះលុបលុនណារឿងហ្នឹងទេប៉ុន្តែគាត់ថាចង់បាន Samsung អាសេរី S1 អាចអាស៊ុំដល់ថាប្រចាំអានឹងថតវីដេអូល្អខ្ញុំចេះកាត់តវីដេអូចេះធ្វើ YouTube ចេះនេះអីខ្ញុំធ្លាប់ខ្ញុំមាននិពន្ធរឿងជាច្រើនដែលនេះខ្ញុំកម្រងថានាងខ្ញុំនឹងថតចេញជាសាច់រឿងខ្ញុំយករឿងពិតអ្នកដែលខ្ញុំស្គាល់យកមកទៅសេជាសាច់រឿងហើយចង់ថតចេញទៅប៉ុន្តែយើងអត់មានឧបករណ៍អីគ្រប់គ្រាន់សម្រាប់ក្នុងការថតផលិតជាវីដេអូទេហើយរាល់ថ្ងៃនេះមិនថាទៅចង់បានកាមេរ៉ាឬក៏កុំព្យូទ័រអីទេគាត់ថាតាទូរស័ព្ទ Samsung ស៊េរីស៊េរីថ្មីមួយហ្នឹងគឺបានហើយក៏មិនចង់បានថ្មីចង់បានអមតៈព្រោះយើងអត់មានលទ្ធភាពប៉ុន្តែដល់ពេលយើងអត់មានលទ្ធភាពទិញទាំងអមតៈហ្នឹងអត់បានលុះទេបងប្អូនបានលុះមិនបើបំណុល2000អត់បានលុះទេអត់បានលុះទេចឹងហើយបានថាពេលខ្លះយើងពិបាកប៉ុន្តែយើងអត់ដឹងធ្វើម៉េចមិនមែនថាយើងអត់ចង់ច្រកចេញមានច្រកចេញទេពេលខ្លះយើងដូចខ្ញុំអត់ចង់ច្បាក់គេទេខ្ញុំព្យាយាមណាខ្ញុំព្យាយាមតាំងពីណាពីណីតាំងពីនាងខ្ញុំចេញធ្វើការមកគឺនាងខ្ញុំព្យាយាមធ្វើយ៉ាងម៉េចកុំឲ្យនាងខ្ញុំច្បាក់គេព្រោះជីវិតដ៏ប្រសើរបំផុតគឺជីវិតដែលមិនចម្ពាក់គេនឹងហើយនាងខ្ញុំក៏តែងតែបរៀនកូននាងខ្ញុំដែរកូនគេចង់ទិញម៉ូតូថ្មីខ្ញុំក៏ប្រាប់ថាកូនមានអាចាស់ជាចាស់ដែរកូនថាចាំគេធ្វើការខ្លួនគេអញ្ចឹងចាំគេទិញបងលុះម៉ូតូខ្ញុំថាកូនអើយបើសិនជាកូនហូបគ្រាន់តែកូនធ្វើការបានប្រាក់ខែមកកូនទៅបងលុះម៉ូតូគឺកូនឯងមកជីវិតហ្នឹងគឺកូនឯងចាប់ពាក់គេរហូតហើយកូនព្រោះការងារលើកដំបូងមិនមែនមានប្រាក់ខែច្រើនទេខំណាស់100ជាងទៅ200អស់ហើយធ្វើសេវីធ្វើអីចឹងណាអានឹងដែលខ្ញុំបញ្យល់ប្រាប់កូនខ្ញុំអត់ថាឲ្យអ្នកណាខ្ញុំថាកូនឯងត្រូវគិតមើលបងលួងម៉ូតូមួយខែហ្នឹង78ទៅ100ហើយបងប្រហែលឆ្នាំ3ឆ្នាំ4ឆ្នាំមិនដាច់ហើយសួរថាគាត់តែចេញធ្វើការលើកដំបូងកូនឯងចាប់ពាក់គេ2-3000ហើយបងចាប់ពាក់គេដល់3-4ឆ្នាំហើយកូនឯងតែមានកម្លាំងឯណាទៅធ្វើការដើម្បីសំលុយសំកាក់អញ្ចឹងកូនឯងត្រូវគិតថាបើយើងមានរបស់ចាស់យើងប្រើរបស់ចាស់ដែលយើងអត់ចាប់ពាក់គេបើប្រើរបស់ថ្មីចាប់ពាក់គេតម្រាំកូនសងគេរួចម៉ូតូនឹងក៏វាចាស់ទៅដែរនឹងនាងខ្ញុំប្រាប់កូនខ្លួនឯងអញ្ចឹងណានាងខ្ញុំមិននិយាយទៅថាឲ្យអ្នកណាឬក៏ទៅប៉ះពាល់អ្នកណាទេអានេះគាត់ថាជាការបដៅកូនរបស់ខ្ញុំពួកខ្ញុំវិញអញ្ចឹងខ្ញុំធ្វើខ្លួនឯងអញ្ចឹងតាំងពីណាពីណីមកនាងខ្ញុំមិនមែនជាមនុស្សលោភលន់នាងខ្ញុំធ្វើទៅតាមអ្វីដែលលទ្ធភាពរបស់នាងខ្ញុំមានហើយតែនាងខ្ញុំថាអត់គឺអត់បើថាមានគឺមានទម្លាប់នាងខ្ញុំអញ្ចឹងហើយគាត់ថាចង់ប្រាប់ក្មេងៗមួយចំនួនថាបើសិនជាចង់ប្រាប់ទៅកាន់មនុស្សមួយចំនួនបើថាមានរបស់ល្អប្រើឲ្យចាប់ពាក់គេឬក៏ថាហៃសូចាប់ពាក់គេចូលចិត្តរស់នៅជាមួយជីវិតដែលហៃសូខ្លាំងខ្លាយកុំអីហើយកុំព្យាយាមថាខ្លួនឯងជាអ្នកមានទាំងខ្លួនឯងអត់មានអីវាទៅថាវាសុបាយតែមុខគេពេលអួតគេតែពេលដើរចេញមកដឹងតែខ្លួនឯងមានជាប់បំណុលអីខ្លះព្រោះខ្ញុំឃើញច្រើនអ្នកខ្លះហៃសូចៃលុយគេ12000 2000ទិញបាយហូបដល់ពេលចឹងអត់យល់មិនមែនតែនិយាយវាបហាអ្នកណាឬក៏មើលងាយអ្នកណាព្រោះខ្លួនឯងឥឡូវនេះវាកំពុងតែយ៉ាប់យើងកំពុងតែយ៉ាប់ចង់រកច្រកចេញពីបំណុល2000ហ្នឹងចេញវាអត់រួចទៅទៀតដោយសារចំណាយទៅលើកូនចំណាយលើផ្ទះជួលហើយយើងម្នាក់ឯងយើងចាំកូនពីរនាក់ឲ្យអ្វីដូចថាពេលថ្ងៃខ្លះខ្ញុំនិយាយតាមត្រង់ថ្ងៃខ្លះរកតែលុយទិញម្ហូបហូបបានផងថ្ងៃខ្លះហូបពងទា3នាក់ម៉ែកូនប៉ុន្តែខ្ញុំក៏ចង់ប្រាប់កូនថាចេះកូនពេលមានកុំចាយតាមមានអញ្ចឹងពេលទុកថ្ងៃណាដែលយើងអត់
ពេលទុកថ្ងៃណាដែលយើងអត់ទៅយើងរស់តាមបែបធម្មតាកុំថាឃើញមានថ្ងៃណាមានលុយច្រើនចាយច្រើនអញ្ចឹងយើងទុកថ្ងៃណាដែលយើងអត់រាល់ថ្ងៃអត់ចង់បានអីពីកូននេះត្រឹមតែកូនរៀនចប់គាត់ប្រឡងជាប់ថ្នាក់ទី12ខ្ញុំយកតែសញ្ញាបត្រថ្នាក់ទី12មួយនិងសញ្ញាបត្រពេលគាត់បញ្ចប់ការសិក្សាមហាវិទ្យាល័យតែប៉ុណ្្នឹងមកបានអស់ចិត្តហើយអត់ចង់បានអីពីកូនខ្ញុំតែងតែប្រាប់កូនអញ្ចឹងហើយខ្ញុំចង់ឲ្យគាត់កាត់រើខ្ញុំត្រង់ចំណុចថាអត់ចេះលោភលន់អត់ចេះលោភលន់ហ្នឹងមែនទេខំរើលុយប៉ុន្តែព្យាយាមធ្វើម៉េចគុំគេថាវត្ថុនិយមណាកុំសុខចិត្តថាទៅយកលុយទៅទិញខ្ចីលុយគេទៅទិញរបស់ថ្លៃយកមកប្រើដើម្បីឲ្យចូលគេចោះអត់ទេហើយមួយទៀតរឿងហូបស្រាខ្ញុំប្រាប់កូនខ្ញុំថាកូនម៉ាក់មិនហាមឃាត់ទេពេលកូនដែលកូនរៀនចប់កូនមានការងារធ្វើបើកូនចង់ញ៉ាំស្រាក៏ញ៉ាំទៅប៉ុន្តែបើសិនជាកូនអត់ញ៉ាំបានគឺកុំញ៉ាំល្អជាងដោយសារអីខ្ញុំប្រាប់កូនថាទី1កូនឯងមើលអ្នកស្វឹងស្រាគ្រប់គ្នាអ្នកត្រឹមត្រូវយ៉ាងម៉េចក៏ដោយពេលដែលស្វឹងស្រាគឺបដូរចរិតទាំងអស់អត់ថាតែគេម៉ែក៏ដោយតែខ្ញុំបងប្អូនខ្ញុំហូបតែមួយកំប៉ុងអីទេដោយសារអីមានកម្មវិធីមានអីចឹងទៅហូបជាមួយគេហើយកូនខ្ញុំថាចេះបើមិនផឹកស្រាចូលគេមកចង់ខ្ញុំថាមិនមែនអញ្ចឹងឯងកូនបើសិនជាកូនឯងអត់ហូបស្រាហើយគេអត់រាប់កូនឯងក៏វាល្អមើលដែរទី1វាពាក់ព័ន្ធនឹងអាការផ្លាស់ដូរគេហៅទឹកដូរនិស្ស័យនេះទី2ពាក់ព័ន្ធនឹងថវិកាលុយកាក់ត្រូវចំណាយលុយយកទៅទិញទី3សុខភាពនិយាយទៅខ្ញុំតែងតែបដៅកូនខ្ញុំចឹងប៉ុន្តែខ្ញុំមិនដឹងថាពេលទៅថ្ងៃមុខគាត់ធ្វើតាមខ្ញុំឬអត់ដឹងទេប៉ុន្តែអ្វីដែលនាងខ្ញុំបដៅកូនគឺនាងខ្ញុំចូលចិត្តនិយាយលើកយកចំណុចបែបហ្នឹងយកមកប្រាប់គាត់គាត់ថាខ្ញុំប្រាប់គាត់ថាជីវិតយើងឥឡូវយើងរស់នៅមិនស្រួលមែនទេកូនប៉ុន្តែយើងមិនវេទនាទេម៉ែតាំងពីណាពីណីមកហើយក៏ម៉ែមិនចាពាក់គេដោយសារម៉ែយកលុយទៅនេះទៅនោះហើយសូយចេះចុះម៉ែចាពាក់គេដោយសាររឿងធ្វើផ្ទះធ្វើលបងចឹងតែងតែប្រាប់គាត់ចឹងខ្ញុំចង់ឲ្យគាត់មានមោទនភាពលើខ្លួនឯងថាធ្វើបារាល់ថ្ងៃយើងអត់មានអីប្រើរបស់ប្រេនដូចគេមែនប៉ុន្តែយើងអត់មានវ័នកកនៅបំណុលទេគាត់ថាវាចាពាក់គេដែរឥឡូវហ្នឹងយើងវាអត់មានលទ្ធភាពសងគេមែនប៉ុន្តែយើងរើបានព្រមមួយចាយយើងសុំការពជាពេលនៃការសងគេហើយខ្ញុំសរសើរកូនខ្ញុំបងប្អូនខ្ញុំសរសើរគាត់ថាត្រង់គាត់រៀនថ្នាក់ទី12បងប្អូនយុវវ័យហើយសម័យនេះបងប្អូនយើងពេលគាត់ចង់បានអីយើងប្រាប់គាត់ថាមកអត់មានលុយទេគឺគាត់អត់និយាយម្ដងទៀតទេគាត់អត់សុំជាងម្ដងទៀតទេហើយកូនខ្ញុំតាំងពីក្មេងមកគឺគាត់អញ្ចឹងពេលដែលគាត់ចង់បានអីខ្ញុំមើលទៅថាទោះពេលខ្លះខ្ញុំមានលទ្ធភាពឲ្យគាត់ប៉ុន្តែរបស់ខ្លះខ្ញុំគិតថាវាអត់ចាំបាច់អញ្ចឹងសុខចិត្តប្រាប់គាត់ថាមកអត់មានលុយទេកូនហើយរបស់ហ្នឹងក៏វាអត់ចាំបាច់អញ្ចឹងបើកូនអត់វាបានអត់ទៅគាត់យល់គាត់ដែរទាទៀតទេកូនខ្ញុំគាត់មានចំណុចល្អច្រើនជាងចំណុចអាក្រក់តែចំណុចអាក្រក់របស់គាត់គឺមានតែមួយទេអានឹងសម្រាប់ខ្ញុំកូនខ្ញុំមានចំណុចអាក្រក់តែមួយទេគឺពេលយើងជាម្ដាយគាត់បដៅគាត់ចឹងទោះគាត់មិនមាត់ក៏ដោយគាត់ថាគាត់ដើរទៅនេះគាត់ដើរទៅនោះគាត់នៅស្ដាប់យើងដើរចេញក្រៅបន្ទប់ឬក៏គាត់ចូលក្នុងទឹកអីចឹងទៅគាត់ថាដូចថាពេលខ្លះគាត់ព្យាយាមរៀនចឹងគាត់ខំរៀនចឹងដល់ពេលយើងនិយាយទៅវាប៉ះពាល់ដល់អារម្មណ៍គាត់ចឹងគាត់ជឿស្ដាប់អត់ទៅស្ដាប់ម៉ែប៉ុន្តែអត់ដែរធ្វើអីឲ្យខុសឆ្គងឲ្យម៉ែពិបាកចិត្តវេទនាផ្លូវចិត្តអីអត់ដែរគាត់ថាពេលយើងនិយាយបដៅច្រើនអត់ចូលចិត្តមនុស្សអត់ចូលចិត្តនិយាយច្រើនអត់ចូលចិត្តឲ្យគេនិយាយច្រើនជាមួយកូនខ្ញុំអញ្ចឹងបើថារឿងអីផ្សេងអត់ទេគាត់ស្រួលម៉ូតូក៏ចាស់ទូរស័ព្ទក៏ចាស់បែកខ្ទេចខ្ទីប៉ុន្តែគាត់នៅតែប្រើគេឲ្យទូរស័ព្ទខ្ញុំមកមួយរៀងថ្មីខ្ញុំឲ្យគាត់ប្រើគាត់អត់ប្រើពេលខ្លះអត់យល់ពីកូនខ្លួនឯងដែរចូលឆ្នាំកូនគេទាលុយទីអីទិញខោអាវទិញស្បែកជើងថ្មីខ្ញុំសួរគាត់កូនឯងអត់មានចង់ទិញខោអាវថ្មីគាត់ថាបាច់ទេខោអាវមានប៉ុណ្ណឹងស្លៀកប៉ុណ្ណឹងទៅទិញខោអាវថ្មីនោះទៅអស់លុយទៅទុកលុយចាយទៅវាចឹងវិញពេលខ្លះឆ្ងល់កូនខ្លួនឯងដែរគាត់ថាជីវភាពម៉ែកូនវាពេលខ្លះក៏វាពិបាកតែវាខ្ញុំគិតថាយើងមិនទាន់ដល់ពេលដែលយើងសនុកព្រោះឥឡូវហ្នឹងយើងកំពុងតែខ្ញុំកំពុងតែព្យាយាមចេញពីអាបំណុលហ្នឹងហើយខ្ញុំក៏ព្យាយាមរកដើមទុនដើម្បីខ្ញុំរកស៊ីធ្វើការមុខមានចំណូលទៅមុខទៅរួចហើយ
ហើយនាងខ្ញុំមនុស្សនាងខ្ញុំធ្លាប់រកវាបានចំណូលពីនេះផងពីនោះផងទោះជាតិចតួចក៏ត្រូវតែមាន2 3មុខចំណូលពីមុខមកដែរតែឥឡូវនេះវាបិទចិត្តឈឹងនាងខ្ញុំកាច់ការលក់អញ្ចឹងទៅដេកខោអាវអីចឹងទៅចំណេះជំនាញវាមាននៅក្នុងខ្លួនប៉ុន្តែយើងអត់មានដើមទុនរកស៊ីអញ្ចឹងហើយបងប្អូនដែលថាគាត់មានឱកាសការងារហើយនឹងមានឱកាសរកស៊ីហើយមានម៉ែឪពុតគង់លុយកាក់ធ្វើដើមទុនរកស៊ីខំទៅគាត់ថាបុណ្យមុនដំបូងយើងអត់ទាន់ច្បាស់ចឹងយើងដាក់ដើមទុនតិចតួចទៅកុំដាក់ច្រើនសើបវាសិនណាគាត់ថាខ្ញុំធ្លាប់បរាជ័យក្នុងការរកស៊ីមិនមែនដោយសារគំនិតរបស់ខ្ញុំទេបងប្អូនមិនមែនដោយសារគំនិតខ្ញុំទេមនុស្សខ្ញុំអត់គំនិតដោយសារឲ្យការរកស៊ីឡងចំខ្ញុំធ្លាប់បើកហាងកាត់មុខខោអាវខ្ញុំធ្លាប់បើកហាងបោកគក់លក់គ្រឿងក្អូបលក់ឌីសលក់អីពីមុនប៉ុន្តែវាមានបញ្ហាដោយសាររឿងនេះកូវីដហ្នឹងរឿងផ្សេងពីមុនមកវាមានបញ្ហាដោយសារផ្សេងមិនមែនដោយសារគំនិតខ្លួនឯងមិនមែនហាងខ្លួនឯងអាលុំដោយសារខ្លួនឯងយើងព្យាយាមទប់អស់ពីលទ្ធភាពដោយការកូវីដចឹងខ្ញុំស្ដាយកន្លែងរកស៊ីរបស់ខ្ញុំកំពុងតែរកស៊ីបានលុយចូលរាល់ថ្ងៃហត់មែនតែលុយចូលរាល់ថ្ងៃសុបាយចិត្តនៅក្នុងការធ្វើការរកស៊ីចាហាងដេហាងបោកគក់ប៉ុន្តែកូវីដចូលមកអស់លីងប៉ុន្តែនេះខ្ញុំចាប់ដើមទៅពាក់គេពេលធ្វើផ្ទះពេលក្រោយកូវីដនេះអត់ទៅពាក់គេប៉ុន្តែចាប់ដើមទៅពាក់គេពេលធ្វើផ្ទះពិបាកហើយថ្ងៃហ្នឹងថាគិតច្រើនហ្នឹងទៅចង់និយាយឲ្យវារៀងធូរចិត្តធូរទ្រូងអញ្ចឹងណាគាត់ថាឲ្យវាវេទនាត្មងវាអត់ទេគាត់ថាវាគិតច្រើនក្នុងការចង់រកស៊ីអីបន្ថែមហើយយើងយល់បាក់សម័យឥឡូវមានថាអូមានកំណត់រកស៊ីគ្មានដើមទុនក៏ទៅមុខរួចដែរខ្ញុំមិនជឿថាខ្ញុំមិនជឿថាមនុស្សម្នាក់បើកហាងគ្មានចំណាយដើមទុនមួយរៀលព្រោះខ្ញុំធ្លាប់ឮគេនិយាយគេថាអត់មានចំណាយដើមទុនអីទេតស៊ូពីបាតដៃទៅទេយ៉ាងហោចណាស់ក៏ត្រូវតែមានដើមសម្រាប់រកស៊ីដែរខ្ញុំជឿជាក់ 100% អញ្ចឹងព្រោះខ្ញុំធ្លាប់រកស៊ីច្រើនគាត់ថារកស៊ីវាមិនមែនធំដុំមានយើងបើកតាមខ្ញុំចូលចិត្តធ្វើវិញតាមលទ្ធភាពខ្ញុំអត់ចូលចិត្តទៅខ្ចីគេហើយយកមកបើកឲ្យធំអត់ទេតាំងពីណាពីណីមកជីវិតរស់វាបានសុខរឿងអត់ចាប់គេហើយប៉ុន្តែវាមកជាប់អារឿងផ្ទះហ្នឹងហើយឥឡូវហ្នឹងវានៅតែប៉ុណ្្នឹងហើយនៅប្អូនថ្លៃលបងទៀតពេលខ្លះវាពិបាកដែរចង់សងគេផុតដែរប៉ុន្តែយើងព្យាយាមអស់ពីលទ្ធភាពរបស់យើងហើយតែវានៅតែទៅអត់រួចអញ្ចឹងវាមានអីទៅតាមតាណាពេលខ្លះធ្វើមុខក្រាស់ហ្នឹងទៅអាចពាក់គេគាត់ថាធ្វើមុខក្រាស់ពេលខ្លះយើងខ្មាស់អៀនក្នុងការទៅជួបមុខម្ចាស់ម្ដងប៉ុន្តែធ្វើមិនវាត្រូវតែជួបប៉ុន្តែគាត់ថាយើងមិនមែនជាអ្នកហៃសូឲ្យម្ចាស់ម្ដងគេខឹងសម្បាយើងហើយយើងអត់សងគេហើយយកលុយទៅហៃសូអត់ទេចាស់ម្ដងអ្នកមុននឹងជេរកូនម្ដងមើលដែរហ្នឹងហើយយើងតែព្យាយាមប្រាប់គេហើយយើងអត់យើងអីបាទបងប្អូន